Hello ហើយដែរខ្ញុំបាទរៃគឺមកលេង Crashing the Building ដឹងស្រាប់ហើយគឺប្រភេទហ្គេម Minecraft ប្រភេទហ្គេមក្បាលជ្រុងជ្រុងហ្នឹងណាហើយហ្គេមនេះគឺវាស្រដៀង Minecraft ប៉ុន្តែវាខុសពី Minecraft តិចតោះថាហ្គេមនេះគឺមាន ADS ឬក៏ពាណិជ្ជកម្មហើយក្នុងគោលបំណងគឺលេងហ្គេមនេះគឺមាន5ចំណុចដែលខ្ញុំត្រូវ survival ហើយចូលមើលអ្នកគ្នាមកដែរដល់ទី1គឺយើងត្រូវថារើកន្លែងសង់ផ្ទះទី2ធ្វើផ្ទះឲ្យរួចទី3ធ្វើចំការទី4ជីករ៉ែចំពោះទី5គឺកែលម្អផ្ទះគឺមានន័យថាផ្ទះដែលយើងសង់ហ្នឹងគឺយើងត្រូវកែលម្អទេប៉ុន្តែតតែដល់ចំណុចទី5ហ្នឹងមិនយើងកែលម្អអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទស្សនាគ្នាត្បូងឡើយគឺអីច្រើនទេយើងគាត់មើលស្ថានភាពនៅហ្នឹងហើយណាមួយអ្នកលេង Minecraft ឲ្យតែចូលក្បាលបងគឺត្រូវការឈើមុនគេហើយដោយសារតាបញ្ញាប់ពេកគឺយើងត្រូវតែដើររកកន្លែងផ្ទះហើយព្រោះថាដបងអាចនឹងមាន zombie មួយអីចឹងណាអញ្ចឹងយើងត្រូវកាប់ឈើកាប់អីឬក៏បើថាមានជីមរត់តែល្អបន្ទាប់ពីហ្នឹងមកយើងក៏មកប្រមូលផលឃើញអ្នកថាយើងប្រមូលផលចឹងមកណាប្រមូលផលល្ពៅព្រោះថាល្ពៅគឺអេមទុកធ្វើជាកន្លែងដាំដំណាំនេះចឹងទៅនិយាយថាយើងឆ្កឹះយកគ្រាប់វាចឹងណាបន្ទាប់ពីការកាប់ហើយក៏ខ្ញុំសុខចិត្តថាដើរមើលកលឹងនៅនឹងមកជុំសិនចាំយើងធ្វើផ្ទះពីការកាប់អីហើយមើលទស្សនវិជ្ជាអីហើយយើងក៏មកជីករ៉ែបន្តិចតួចពីព្រោះថាការជីករ៉ែជួយយើងច្រើនព្រោះយើងត្រូវការថ្មនិងដែកបើខ្ជុំគឺយើងល្អហើយខែវនេះគឺធ្វើស៊ីខ្ញុំឡើងមែនតើត្បូងឡើយគឺខែវស្មើខែវធំចង្អុលធំមែនធំនៅក្នុងម៉ាន់ទីចុងក្រោយគឺអាលីងឆាញ់យើងក៏សម្រាប់ចាត់ថាឡើងទៅលើវិញពីព្រោះថាមេយើងយប់ហើយបន្ទាប់ពីមកដល់លើក៏យើងកាប់កូនកាប់ពេកដើម្បីយើងសាច់មកយើងក៏បានក្រាបនៅរបបផ្សេងទៀតដូចជាហប់ដូចជាអីចឹងណាអ្នកគ្នាហើយដើម្បីជាជំនួយទៅពេលយើងយប់ឡើងបន្ទាប់ពីយប់ឡើងក៏យើងបានសម្រាប់អីដូចតាសពមួយដងអញ្ចឹងបន្ទាប់ពីងើបមកភ្លាមក៏យើងសុខចិត្តថាមួយម៉ាញតិចតួចថែមព្រោះថាយើងខាតលែនមិនខាតទេលែនថាយើងខ្វះថ្ងៃយើងខ្វះរបស់បន្តិចបន្តួចនៅក្នុងខ្លួនយើងក៏ជួយទៅដល់ការសម្រួលរបស់យើងដែរបន្ទាប់ពីម៉ាញហើយក៏យើងចេញទៅដើម្បីកាប់ឈើកាប់អីបន្តហើយក៏ឆាយកន្លែងនឹងឲ្យស្អាតដើម្បីធ្វើជាផ្ទះចាប់តាំងពីកន្លែងនេះទៅគឺខ្ញុំឈប់និយាយទៀតហើយពីព្រោះថាខ្ញុំ focus ទៅលើការធ្វើវិញម្ដង
ហើយកន្លែងនេះវិញគឺដោយសារតែខ្វះឈើចឹងហើយក៏ខ្ញុំសម្រេចចិត្តថាទៅកាប់ឈើបន្ថែមដើម្បីយកមកសារតែយប់ខ្លាំងពេកហើយខ្ញុំក៏សម្រេចចិត្តថាដេកសិនទៅចាំភ្លឺវិញចាំយើងធ្វើតទៀតឥឡូវយើងដល់ mission ទី2ហើយគឺទី1គឺការសង់ផ្ទះទី2គឺការរើកន្លែងធ្វើផ្ទះហ្នឹងឯងហើយផ្ទះមើលទៅវាគឺក្រិចទីហើយតែមិនអីទេព្រោះសារថាចំណុចទី5គឺយើងត្រូវកែលម្អផ្ទះតាមក្រោយអញ្ចឹងមានទេអរគុណអ្នកនាងបាយបាយ